សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដល់បងប្អូនមកAngel Group Park នៅ Stockton អ្នកមីងនេះគាត់ឃើញខ្ញុំគាត់សប្បាយចិត្តគាត់ខ្ញុំតាន់ទិញខ្ញុំដើរថតរូបសិនហើយចាំខ្ញុំមកវិញខ្ញុំទិញជួយទិញសាច់ក្រកឡាវបងប្អូនគាត់ជនជាតិឡាវហើយនៅ Angel Group Park នេះគឺសបោបងប្អូនខ្មែរយើងច្រើនគាត់មានលក់បុកល្ហុងសាច់គោអាំងងៀតគោអីចឹងបងប្អូនច្រើនតែខ្ញុំទៅរៀងព្រលឹមតិចមិនសូវមានបងប្អូនខ្មែរលក់ច្រើនណាតែបើរៀងល្ងាចតិចមានលក់ច្រើនណាបងប្អូនមានដូចទឹកអំពៅមានទឹកកកឈូមានបុកល្ហុងអីចឹងបងប្អូនច្រើនមែនតើហើយបងប្អូនខ្មែរគាត់ដាំដំណាំនេះបងប្អូនដាំបន្លែផ្លែឈើចឹងទៅហើយគាត់យកមកលក់មួយថង់2រៀល5រៀលចឹងបងប្អូនហើយមានតាំងពីពោះគោមានតាំងពីដូចតសក់ស្រូវដើមឈើអីដែលស្លឹកក្រូចសើចអីបងប្អូនហើយគាត់យកមកលក់ដើមម្ទេសអីគាត់មកលក់នៅនេះគ្រប់មុខមកបងប្អូននេះអ្នកមីងខាងបងប្អូនខាងប៉ាក្មេកខ្ញុំហើយគាត់ខ្ញុំមកជួយទិញម្ទេសបងប្អូនឃើញផ្លែស៊ូឡើងប៉ុណ្ណាប៉ុណ្ណីមានខ្ទឹមសខ្ទឹមក្រហមនិយាយថាលក់គ្រប់មុខហ្មងបងប្អូនលក់ច្រើនបងប្អូនហើយសប្បាយចិត្តហើយគេមានតន្ត្រីដែលមានចម្រៀងគេច្រៀងបងប្អូនគេរាំលេងទៅប៉ុន្តែខ្ញុំអត់ឲ្យហ៊ានដាក់ចម្រៀងព្រោះជាប់ copyright អញ្ចឹងទៅខ្ញុំបញ្ចូលសំឡេងវិញនេះបងប្អូនឃើញមានតាំងពីទ្របស្លឹកគ្រៃក្រូចថ្លុងនិយាយថាគ្រប់មុខហ្មងបងប្អូន